តើបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់ចំណុចទី2កាកបាទក្រហមកម្ពុជាចែកអង្ករ3650គីឡូក្រាមឲ្យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន2238គ្រួសារតើក្នុងមួយគ្រួសារទទួលអង្ករបានប៉ុន្មានគីឡូក្រាមចំពោះចំណោទនេះកូនអានម្ដងពីរដងឲ្យយល់ន័យបន្ទាប់មកទៀតកូនផ្អែកទៅលើសំណួរដែលគេសួរបើករណីប្រភេទចំណោទដែលគេសួររកមួយគ្រួសារមួយដងមួយលើកមួយអ្នកនឹងសត្វតែតងមួយប្រមាណវិធីចែកទេបើយកចំនួនដែលគេប្រាប់ទាំងអស់ចែកនឹងចំនួនគ្រួសារទាំងអស់កូនឃើញហើយអញ្ចឹងយើងបានលេខ3650យកមកចែកជាមួយ2380គ្រួសារនោះយើងនឹងឃើញមួយគ្រួសារហើយអញ្ចឹងយើងអាចរកទៅតាមសំណួរដែលគេសួរមានពាក្យប៉ុន្មានគីឡូក្រាមអញ្ចឹងគីឡូក្រាមតកតងជាមួយទម្ងន់អញ្ចឹងគាត់ដាក់ថារកទម្ងន់អីគេទម្ងន់អង្គហ្នឹងយ៉ាងដូចម្ដេចគ្រួសារក្នុងមួយគ្រួសារនឹងទទួលបានចាពេលដែលយើងតម្រៀបពាក្យឲ្យបានពេញលេញហើយយើងនឹងទទួលបានការរកដែលត្រឹមត្រូវរកទម្ងន់អង្គក្នុងមួយគ្រួសារទទួលបានអញ្ចឹងយើងបាន3650ចែកជាមួយ238អញ្ចឹងអ្នកគ្រូកាត់យក3ខ្ទង់អញ្ចឹងដាក់បាន1 238ដងស្មើ238ធ្វើប្រមាណវិធីដក5ដក3អត់កើតខ្ចីខាងនេះសល់5ហើយឡើង15 15ដក8វាសល់7 5ដក3សល់2 3ដក2សល់1ទម្លាក់0ចុះអញ្ចឹងយើងដាក់បាន5ចាអញ្ចឹងយើងគុណខាងនេះមកក៏បានដែរអញ្ចឹង5 8ដង40សេរី0ប្រើទឹក4 5 3ដង15 បូក4 19សេរី9ទុក1 5 2ដង10 10បូក1 10 1 0 0 0 7ដក4កាត់តម្លៃខ្ចីបាន18សល់1 17ដក9សល់បានគុណចាសល់8ហើយ11 11ដក11សល់0ចឹងណាចឹងអ្នកគ្រូសុំផ្ទៀងឡើងនេះតិច5 3ដង40សេរី0ប្រើ4 15 19ចា1 2ដងចាចឹងចម្លើយឃើញ15គីឡូក្រាមហើយនៅសល់អង្ករ80គីឡូក្រាមចឹងយើងអាចឆ្លើយថាគ្រួសារទទួលអង្គបាន15គីឡូក្រាមចាក្នុងមួយគ្រួសារនោះទទួលបានចំនួន15គីឡូក្រាម